ជម្រាបសួរបងប្អូនទាំងអស់គ្នាសម្រាប់វីដេអូថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនពីវិធីសាស្ត្រនៃការ add font ខ្មែរចូលនៅក្នុងកម្មវិធី CapCut អូខេអញ្ចឹងវិធីសាស្ត្រនៃការ add font ខ្មែរបងប្អូនអាចមើលវីដេអូនេះរហូតដល់ចប់បានជាដំបូងបងប្អូនចូលឆែកមើលក្នុងកម្មវិធី CapCut ជាមុនសិនបាទបន្ទាប់មកទៀតយើងធ្វើការ add នៅវីដេអូមួយបាទអូខេបន្ទាប់មកទៀតខ្ញុំសូមជ្រើសរើសវីដេអូមួយហើយចុចពាក្យថា addអូខេអញ្ចឹងនៅពេលដែលយើងធ្វើការ add នៅវីដេអូបែបហ្នឹងហើយបងប្អូនក៏លេចមើលខាងក្រោមបាទតែខាងក្រោមហ្នឹងគេដាក់ថា add text ឬក៏មើល tool ប្រភេទខាងក្រោមនេះមួយទៀតបាទជួរហ្នឹងគឺមានគេដាក់ថា text ដូចគ្នាបាទយើងចូលមកហើយយើងចុចពាក្យថា add text អូខេនៅពេលដែលយើង add text បែបហ្នឹងហើយបងប្អូនណានឹងវាយអក្សរខ្មែរសិនអញ្ចឹងនៅពេលដែលយើងអត់ទាន់ធ្វើការ add font add អីទេគឺពេលដែលយើងវាយមកគឺវាបាទអត់ត្រឹមត្រូវទេអញ្ចឹងណាខ្វះដៃខ្វះជើងអញ្ចឹងទៅបាទអូខេអញ្ចឹងបន្តមកទៀតបងប្អូនចូលកន្លែងសញ្ញា font នៅខាងក្រោមបាទចូល font ហើយខាងក្រោមនេះបងប្អូនអូសមកខាងក្រោមបាទ tool ខាងក្រោមហ្នឹងអូសមកហើយមើលកលេចមើលខាងក្រោមនេះគេដាក់ថា my font ឃើញទេបងប្អូនបាទអូខេអញ្ចឹងកន្លែងត្រង់ចំណុច my font នេះគឺយើងអត់ទាន់មាន font ទេបាទអត់ទាន់មាន font ទេអញ្ចឹងដើម្បីយើងធ្វើការ add font បានតើតែយើងធ្វើការ download font ជាមុនសិនអូខេអញ្ចឹងយើងអូសវាចេញយើងចូលនៅក្នុងកម្មវិធីជ្រុំសិនដើម្បីធ្វើការ download font អូខេតោះអញ្ចឹងបន្ទាប់ពីយើងចុចកន្លែងជ្រុំហើយវានឹងចេញបែបហ្នឹងហើយវាពាក្យថាអូខេខ្មែរ font limon បាទចុចត្រង់ចំណុចហ្នឹងមករួចហើយយើងចុចបាទត្រង់ចំណុចខាងលើនេះយកពាក្យថា soft font បាទតមកទៀតឃើញពណ៌បៃតងខាងលើហ្នឹងបងប្អូនអាចធ្វើការចុច download ហ្នឹងគេដាក់ថា try to download anyway បាទចុចត្រង់ចំណុចហ្នឹងបាទហើយយើងចុចពាក្យថា save តមកយើងចុចពាក្យ save ម្ដងទៀតរួចហើយយើងចុចបើកហើយយើងចុចពាក្យថា open in download បាទតមកវានឹងចេញបែបហ្នឹងវាចេញជាលក្ខណៈ file zip អញ្ចឹងណា file zip គេដើម្បីយើងធ្វើការ extra បានសម្រាប់ទូរស័ព្ទដៃ iPhone គ្រាន់តែចុចនៅលើហ្នឹងមកវានឹង extra file ហ្នឹងតែម្ដងប៉ុន្តែសម្រាប់ទូរស័ព្ទដៃ Android បងប្អូនធ្វើការ extra ផ្សេងបាទអញ្ចឹងចុចមកពេលយើងចុចហើយវានឹងចេញ extra បែបនេះអូខេអញ្ចឹងបន្ទាប់ពីចេញទម្រង់បែបហ្នឹងហើយបងប្អូនអូសវាចេញមកបាទហើយបងប្អូនធ្វើការចូលទៅ add font សិនបាទអញ្ចឹងយើងចូលទៅ CapCut ហើយយើងចូលកន្លែងបាទនៅពេលដែលយើងចូលជាដំបូងមកបងប្អូនណាចូលជាដំបូងវានឹងចេញទម្រង់បែបហ្នឹងអញ្ចឹងយើងចូលកន្លែង text ហើយ add text បាទហើយបងប្អូនមើលត្រង់ចំណុចខាងក្រោមនេះខ្ញុំនឹងដាក់បង្ហាញខាងក្រោមនេះបាទយើងចុចកន្លែង font សិនបាទ font ហើយយើងហូតមកខាងក្រោមនេះបាទហូតដូចលើកមុនអញ្ចឹងបាទហើយចុច my font ហើយបន្តមកទៀតយកពាក្យថា add ហើយយើងចុចថា my font ណាត្រង់ចំណុចខាងលើនេះគេដាក់ language យើងអត់ចុចទេបាទចុចកន្លែង my font តមកទៀតមិញហ្នឹងយើងប្រើប្រាស់ជ្រូមដើម្បីធ្វើការ download អញ្ចឹងយើងចុចទៅលើជ្រូមឬហើយយើងជ្រើសរើស lemon មួយមកដែលយើងធ្វើការបាន download អញ្ចឹងណាបាទអញ្ចឹងខ្ញុំសូមចុច lemon នឹងមកហើយខ្ញុំនឹង select ឲ្យអស់បាទអញ្ចឹងត្រង់ចំណុចហ្នឹងយើងមាន20បាទអញ្ចឹងយើងមាន20 font បាទយើងចុចឲ្យអស់មកណារួចហើយចុចពាក្យថា open អូខេនៅពេលដែលយើងធ្វើការ open ហើយវានឹងចេញបែបនេះបងប្អូនណាអញ្ចឹងវានឹងចេញបែបហ្នឹងអញ្ចឹងមានន័យថាបាទវានឹងចេញ font ខ្មែរខាងហ្នឹងបាទខាងក្រោមហ្នឹងទាំងអស់អញ្ចឹងយើងអត់ទាន់ add font បានស្រួលទេបាទអូខេនៅពេលចេញទម្រង់បែបហ្នឹងបងប្អូនអូសវាចេញមកបាទអញ្ចឹងយើងចូលទៅជ្រូមម្ដងទៀតសិនបាទចូលទៅជ្រូមហើយយើងនឹងវាយពាក្យថាបាទ Unicode to Lemon បាទ Unicode to Lemon បាទឃើញទេបងប្អូនចុចខាងលើហ្នឹងមកហើយយកពាក្យថា Lemon F1 ហ្នឹងមកបន្តមកទៀតចុចត្រង់ចំណុចនេះគេដាក់ថា Unicode to Legacy រួចហើយយើងវាយពាក្យដែលយើងចង់ដាក់នៅក្នុងកម្មវិធី CapCut ហ្នឹងមកបាទបន្តមកទៀតនៅពេលដែល
dương vi bạn năng hay vì năng tranh tầm rong thằng cào nè chẳng khang lỡ dương cùng copy một con nát copy trong cho nó khang cào vĩnh và chân dương thua ca cọt chọt má làm bây dương thua ca copy về và chân dương copy má hai dương ô tránh dương cho không cầm thịt hẹp khác chân trong cho nó để dương vi à so nè một con nát vi à so nó trong cho nó khang cào nó dương lục tranh má dương lục tranh hai dương thua ca pass và pass không nâng má và nó bây giờ dương pass bạn nâng hai bằng phone khởi nhé bạn bạn nâng hai dương cho cái lại phone bảo dương nè và cái lại phone nó dương má ok nè trong mình này thá dương add phone ban chụp chơi một phone khởi nhất bạn thì trong mình lên bắt đại bắt trường thì thầy ok chẳng xem ra video này cả add phone cho nó không cầm thì kẹp hátคือមានត្រឹមតែប៉ុណ្្នឹងទេហើយអរគុណច្រើនសម្រាប់ការតាមដានទស្សនាបើសិនជាបងប្អូនពេញចិត្តអាចធ្វើការកុំបាទធ្វើការចុច subscribe like ហើយនិង share ម្នាក់មួយផងអរគុណ